Ba số đây bông bôngទាំងអស់គ្នាខ្ញុំលុនអញ្ចឹងខ្ញុំគឺជាក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជាមួយរូបហើយក៏ជា founder របស់ក្រុម Smartphone Photography Cambodia អញ្ចឹងចំណង់ចំណូលចិត្តរបស់ខ្ញុំគឺឡើងភ្នំថតសត្វថតទេសភាពទាំងទូរស័ព្ទទាំងកាមេរ៉ាហើយថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាពីសកម្មភាពខ្លះៗដែលខ្ញុំបានចុះទៅបេសកកម្មជាមួយនឹងក្រុមរបស់ខ្ញុំទៅខាងក្រុមសៀនុកាលពីកន្លងទៅនេះហើយយើងក៏បានចូលទៅដល់សហគមន៍ការពីព្រៃលិចទឹកចម្ពោះខ្មៅហើយយើងក៏បានថតបានសត្វមួយប្រភេទសត្វនេះសម្រាប់ខ្ញុំឲ្យសាសនាគាត់ថាបាក់សីដែលស្មោះស្ម័គ្រនឹងស្នេហាប៉ុន្តែឈ្មោះគាត់គឺចាបចំពោះមាសហើយដែលសារខ្ញុំហៅគាត់អញ្ចឹងពេលដែលយើងឃើញគាត់គឺគាត់នៅជាគូមកហ្មងហើយការដែលនៅក្បែរគ្នាគាត់តែងតែស្និទ្ធស្នាលអោបថើបគ្នាអញ្ចឹងណាដូចជារូបនេះចាំខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាមើលជាងអញ្ចឹងពេលណាដែលគាត់នៅក្បែរគ្នាគាត់តែងតែមានសកម្មភាពគួរឲ្យស្រឡាញ់មែនតើអញ្ចឹងមុននឹងថតសัตว์នឹងបានពួកខ្ញុំត្រូវឆ្លងកាត់អីខ្លះទី1យើងត្រូវជិះទូកសហគមន៍ទៅមើលព្រៃលិចទឹកហើយជាចៃដន្យពួកយើងក៏បានឮសលេងគាត់ហើយធម្មតាពួកខ្ញុំជាអ្នកថតសត្វស្លាបដែរអញ្ចឹងកាលណាដែលយើងឮសលេងពួកយើងអាចដឹងថាជាសត្វអីហើយអញ្ចឹងក្នុងហ្នឹងគាត់ខាងគ្រប់យើងក៏មានអ្នកជំនាញដូចជាបងភ័ក្រនិងបងសវណ្ណរិទ្ធអញ្ចឹងគាត់អាចជាថាជំនាញខាងដឹងសត្វហ្មងពេលតែឮសលេងគាត់ថាអូសត្វនេះអញ្ចឹងយើងក៏ចាំរងចាំអញ្ចឹងណារងចាំមួយសន្ទុះកណ្នាំតែយើងអាចប្រើវិធីសាស្ត្រមួយហៅគាត់មកបានហើយយើងក៏បានថតគាត់បានសម្រាប់នៅពេលនោះតែម្ដងកុំភ្លេចជួយ like and follow page របស់ខ្ញុំម្នាក់មួយផងដើម្បីតាមដានពីសកម្មភាពក៏ដូចជាវីដេអូដែលខ្ញុំបានផុសបន្តទៀតបាទសូមអរគុណ